អាញាធរជាតិអប្សរាកំពុងជួសជុលខ្លោងទ្វារខាងជើងនៃប្រាសាទមេបុណ្យខាងកើតក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបូរណវិទ្យានៃអាញាធរជាតិអប្សរាកំពុងជួសជុលខ្លោងទ្វារខាងជើងនៅប្រាសាទមេបុណ្យខាងកើតដែលបានរងការខូចខាតទ្រុឌទ្រោមដោយកត្តាជាច្រើននេះបញ្យងតាមការផ្សព្វផ្សាយរបស់អាញាធរជាតិអប្សរានៅលើទំព័រ Facebook នារសៀលថ្ងៃទី6ខែកុម្ភៈឆ្នាំ2026លោកសូប៉ោតជាស្ថាបត្យករនិងបរាវិទូបានឲ្យដឹងថាផ្អែកលើផែនទីហានិភ័យខ្លោងទ្វារខាងជើងមានកម្រិតហានិភ័យខ្ពស់និងត្រូវធ្វើការជួសជុលបន្ទាន់ដើម្បីទប់ស្កាត់និងបញ្ជៀសការរលូតធ្លាក់នៃប្រាង្គក្នុងនោះក្រុមការងារផ្ដោតសំខាន់លើការងារជួសជុលគ្រឹះនិងជញ្ជាំងថ្មបាយក្រៀមដែលព័ទ្ធជុំវិញជារចនាសម្ព័ន្ធសម្រាប់ទ្រទ្រង់ដល់តួប៉មឥដ្ឋផ្នែកខាងលើដោយធ្វើការសម្អាតយកកំណកដីចេញពីតាមចន្លោះធ្នេរថ្មនិងកន្លែងប្រេះរួចបិទបាយអឡើងវិញដើម្បីធានាមិនឲ្យទឹកជ្រាបចូលដោយឡែកសម្រាប់ទីតាំងណាដែលថ្មនៅមានគុណភាពល្អយើងរក្សាទុកដដែលលើកលែងតែថ្មអស់គុណភាពនិងពុកផុយដែលត្រូវជំនួសដោយថ្មថ្មីប៉ុន្តែត្រូវរក្សាទម្រង់ដើមទៅតាមបច្ចេកទេសគម្រោងនេះបានចាប់ផ្ដើមពីចុងឆ្នាំ2025ហើយគ្រោងនឹងបញ្ចប់ក្នុងខែមេសាឆ្នាំ2026ខាងមុខមកដល់ពេលនេះដំណើរការជួសជុលសម្រាប់លទ្ធផលបានប្រមាណជាង 50% ហើយសូមជម្រាបជូនថាប្រាសាទមេបុណ្យខាងកើតជាប្រាសាទភ្នំមួយសន្ធិដ្ឋនៅចំកណ្ដាលបារាយសោថារតាដាឬក៏បារាយខាងកើតប្រាសាទនេះមានអាយុកាលចាស់ជាងប្រាសាទប្រែរូបដែលកសាងនាសតវត្សទី10ដើម្បីឧទ្ទិសថ្វាយបុព្វការីជន